ភាគបន្តយ៉ាងសៃឃីមគឺជាអតីតអ្នកដឹកនាំរឿងដ៏ឆ្នើមម្នាក់ប៉ុន្តែដោយការមិនអោយតម្លៃនឹងសមត្ថភាពរបស់គេយ៉ាងសៃឃីមក៏ចាក់ចេញពីក្រុមហ៊ុនរបស់លោកប្រធានហូប៉ុន្តែមុនពេលដែលចាក់ចេញនោះគេបានកូពីព័ត៌មានអាស្រូវដ៏សំខាន់របស់លោកប្រធានហូនិងតារាសម្ដែងស្រីជីយៀនផាកឈីមនៅពេលដែលបានឃើញវីដេអូនោះគាត់បានសួរទៅកាន់សៃឃីមថាតារាសម្ដែងស្រីជីយៀនដ៏ល្បីនិងលោកប្រធានហូមានរឿងអាស្រូវបែបនេះហេតុអ្វីបានជាឯងមិនចម្រិតទារប្រាក់ពីពួកគេទៅលើបែបនេះសៃឃីមនិយាយថាបើគេចម្រិតទារប្រាក់នោះគេច្បាស់ជាជាប់គុកជាក់ជាមិនខានហើយក្រៅពីនេះទៀតពួកគេទាំងពីរនាក់គឺជាបុគ្គលដែលមានឥទ្ធិពលណាស់ខ្ញុំមិនទាន់បាននឹងធ្វើអ្វីផងខ្ញុំប្រហែលជាស្លាប់បាត់ទៅហើយលើបែបនេះភ្លាមផាកឈីមដាក់ដៃទៅលើស្មារបស់សៃឃីមនិងបាននិយាយធានាទៅកាន់គេថាមានយើងនៅទីនេះគ្មាននរណាហ៊ានធ្វើអ្វីឯងនោះទេឯងកុំព្រួយបារម្ភអីជាមួយនឹងវីដេអូនេះប្រធានហូនិងតារាស្រីជីយៀនច្បាស់ជាជាប់ជាមិនខានកាត់មកឈុតមួយនៅទីតាំងផ្ទះមួយកន្លែងឈុនយិនមើលទៅកាន់ទូរស័ព្ទរបស់នាងនិងបាននិយាយថាតែប្រធានហូនិងតារាស្រីជីយៀនទៅជួបមនុស្សមកពីណាច្រើនម្ល៉េះឲ្យមកមួលបង្កាច់នាងវាកន្លងផុតអស់រយៈពេល3ថ្ងៃទៅហើយដែលមតិខមមិនទាំងនោះបន្តចោទប្រកាន់មកកាន់នាងឈុនយិនបិទទូរស័ព្ទរបស់នាងដោយភាពស្មុគស្មាញនិងបាននិយាយថាវាមិនជាបញ្ហាធំអ្វីសម្រាប់ខ្ញុំនោះទេយ៉ាងហោចណាស់ខ្ញុំគ្រាន់តែចាក់ចេញពីការងារសម្ដែងនេះទៅបានហើយនៅពេលនោះទូរស័ព្ទរបស់នាងផាក់ឈីមក៏បានតាក់ទងមកនៅពេលដែលបានឃើញផាក់ឈីមតាក់ទងមកឈុនយិនមានការងឿងឆ្ងល់ហើយនៅពេលនោះផាក់ឈីមបានសួរមកកាន់នាងថាតើនាងកំពុងតែនៅផ្ទះម្នាក់ឯងមែនទេឈុនយិននិយាយថាមែនហើយតើលោកមានការអ្វីលឺភ្លាមផាក់ឈីមនិយាយប្រាប់ទៅកាន់នាងថាខ្ញុំមានវីដេអូរបស់មនុស្សស្រីនិងមនុស្សប្រុសចង់មកបង្ហាញនាងនិយាយបែបនេះរួចផាក់ឈីមក៏បានបិទទូរស័ព្ទបាត់ទៅហើយនៅពេលនោះឈុនយិនកំពុងតែគិតថាផាក់ឈីមមានគោលបំណងអ្វីឈុនយិននិយាយថាផាក់ឈីមបានសួរមកកាន់ខ្ញុំថាខ្ញុំនៅផ្ទះម្នាក់ឯងមែនទេហើយគាត់ថែមទាំងចង់បង្ហាញវីដេអូរបស់មនុស្សស្រីនិងមនុស្សប្រុសមកឲ្យខ្ញុំមើលទៀតផងតើគាត់កំពុងតែមានគោលបំណងអ្វីមកលើខ្ញុំមែនទេរូបភាពបានកាត់មកដល់មុខផ្ទះរបស់ឈុនយិនផាក់ឈីមនិងសៃឃីមបានមកដល់នៅមុខមាត់ទ្វារនៅពេលដែលបានឮសំឡេងកណ្ដឹងទ្វារផ្ទះនោះឈុនយិនគិតថាវាពិតជាលឿនពេកហើយនៅពេលដែលវាជារឿងបែបនេះផាក់ឈីមមិនចេះអត់ធ្មត់ទេមែនទេហើយនៅពេលដែលបានដើរទៅបើកទ្វារឲ្យផាក់ឈីមនោះឈុនយិនមានការស្រងាក់ចិត្តនៅពេលដែលបានឃើញបរិះប្លែកមុខម្នាក់ឈុនយិនខឹងសម្បានាងគិតថាតើអពៈផាក់ឈីមនេះកំពុងតែគិតអ្វីហើយផាក់ឈីមនៅពេលដែលបានឃើញទឹកមុខរបស់ឈុនយិននោះគាត់មានការងឿងឆ្ងល់ជាខ្លាំងហើយបន្ទាប់មកផាក់ឈីមបានណែនាំសៃឃីមទៅកាន់ឈុនយិនផាក់ឈីមនិយាយថាបរិះម្នាក់នេះអាចជួយយើងឲ្យយកឈ្នះប្រធានហូបានយ៉ាងងាយស្រួលជាក់ជាមិនខានហើយនៅពេលដែលបានឮភ្លាមឈុនយិនដឹងថានាងបានយកច្រឡំទៅលើផាក់ឈីមហើយគាត់គ្មានគោលបំណងអ្វីមកលើនាងនោះទេគាត់គ្រាន់តែចង់ជួយនាងអំពីពាក្យចចាមអារម្មណ៍នោះតែប៉ុណ្ណោះហើយមិនឲ្យខាត់ពេលអ្វីយូរផាក់ឈីមក៏បានបង្ហាញវីដេអូរបស់លោកប្រធានហូនិងតារាស្រីជីនោះទៅកាន់ឈុនយិនហើយនៅពេលដែលបានឃើញវីដេអូនោះឈុនយិនសប្បាយចិត្តឲ្យដឹងថានាងមានផុសតាំងដើម្បីយកឈ្នះពាក្យចចាមអារម្មណ៍នោះនៅពេលនោះផាក់ឈីមបានផ្ដល់ប្រាក់ 2000 លានយួនទៅកាន់ឈុនយិនដើម្បីដោះស្រាយរឿងទាំងនេះនិងបានប្រាប់ថាពួកយើងនឹងបង្កើតក្រុមហ៊ុនភាពយន្តថ្មីមួយឡើងបន្ទាប់ពីបាននិយាយបែបនេះរួចផាក់ឈីមមានការពេញចិត្តជាខ្លាំងនៅពេលដែលបានដឹងថាខ្លួនបានចំណាយប្រាក់ជាច្រើនបែបនេះផាក់ឈីមនិយាយថាមិនយូរនោះទេគាត់នឹងចំណេញប្រាក់ជាច្រើនជាក់ជាមិនខានហើយនៅពេលដែលវីដេអូលោកប្រធានហូនិងតារាស្រីជីយៀនបានបង្ហោះចូលទៅក្នុងបណ្ដាញសង្គមនោះវាបានក្លាយជាព័ត៌មានដ៏ល្បីភ្លាមៗនៅទីតាំងក្រុមហ៊ុនភាពយន្តមួយកន្លែងអ្នកកាសែតជាច្រើនបានមកចោមរោមតារាស្រីជីយៀនដើម្បីសួរព័ត៌មានអំពីវីដេអូនៅក្នុងបណ្ដាញសង្គមនោះអ្នកគ្រប់គ្រងរបស់ជីយៀនបានបដិសេធអំពីវីដេអូនោះពួកគេនិយាយថាវាគឺជាការប្រឌិតឡើងតែប៉ុណ្ណោះមកដល់ក្នុងឡានជីយៀនមានការខឹងសម្បារជាខ្លាំងយើងនិយាយថាតើហេតុអ្វីបានជាវាមានវីដេអូបែបនេះនៅពេលនោះហើយកាត់មកឈិតនៅក្នុងសន្តាគារមួយកន្លែងប្រធានហូត្រូវបានប៉ូលីសចាប់ខ្លួនដោយសារតែមានអ្នកសម្ដែងស្រីជាច្រើនបានចោទប្រកាន់អំពីការរំលោភបំពានផ្លូវភេទលើពួកនាងប្រធានហូត្រូវបានប៉ូលីសចាប់ខ្លួនដើម្បីការសាកសួរចម្លើយជាបន្តទៀតរូបភាពបានកាត់មកឈុតមួយនៅសាលព័ត៌មានមួយកន្លែងឈុនយិនបានធ្វើការប្រកាសអំពីការបង្កើតក្រុមហ៊ុនភាពយន្តថ្មីរបស់នាងប្រកាសថាលោកសៃឃីមនឹងក្លាយជាអ្នកដឹកនាំក្រុមហ៊ុនរឿងរបស់នាងហើយក្រុមហ៊ុនភាពយន្តដែលនាងទើបនឹងបង្កើតនេះបានទទួលប្រាក់វិនិយោគចំនួន 2000 លានយួននៅពេលដែលបានលើចំនួនប្រាក់វិនិយោគក្រុមហ៊ុនរបស់នាងភ្លាមអ្នកកាសែតទាំងអស់មានការភ្ញាក់ផ្អើលជាខ្លាំងពួកគេមានការចង់ដឹងអំពីអ្នកដែលបានវិនិយោគទៅលើក្រុមហ៊ុនរបស់នាងកាត់មកឈុតមួយផាក់ឈីមនៅពេលដែលបានឃើញការប្រកាសរបស់ឈុនយិននោះគាត់មានការពេញចិត្តជាខ្លាំងនៅពេលដែលបានដឹងថានាងមិនបានបង្ហាញអំពីការវិនិយោគរបស់គាត់កាត់មកឈុតអពៈជីនរូឯនេះវិញគេមានការខឹងសម្បារជាមួយនឹងផាក់ឈីមនៅពេលដែលបានដឹងថាផាក់ឈីមមានទំនាក់ទំនងជាមួយនឹងខ្យាយូដូច្នេះដោយគេគឺជាសិស្សដែលរៀនថ្នាក់ជាមួយនឹងយូគីជីនរូបានទេទទួលពិតអំពីទំនាក់ទំនងរបស់ផាក់ឈីមនិងខ្យាយូទៅកាន់យូគីឲ្យបានដឹងរូបភាពបានកាត់មកឈុតនៅសាកលវិទ្យាល័យរបស់ផាក់ឈីមនៅពេលដែលបានទទួលព័ត៌មានអំពីទំនាក់ទំនងរបស់ផាក់ឈីមនិងខ្យាយូនោះយូគីបានធ្វើដំណើរមកកាន់សាលាភ្លាមៗដើម្បីស្វែងរកផាក់ឈីមនិងសួរគាត់អំពីរឿងនោះសាន់ឃើញមិត្តភក្តិរបស់នាងប្រញាប់ប្រញាល់បែបនេះនាងស្រែកប្រាប់ទៅកាន់យូគីថាអពៈជនរੂនោះប្រហែលជាគ្រាន់តែចង់មួលបង្កាច់ផាក់ឈីមតែប៉ុណ្ណោះនាងកុំជឿសម្ដីរបស់គេទាំងស្រុងពេកនៅពេលដែលបានលើបែបនេះយូគីនិយាយប្រាប់ទៅកាន់មិត្តភក្តិរបស់នាងថានាងដឹងថាអពៈជនរੂនោះគ្រាន់តែចង់មួលបង្កាច់ផាក់ឈីមតែប៉ុណ្ណោះមិនមែនដោយសារតែការទេទូរស័ព្ទរបស់ជនរੂនោះទេដែលធ្វើឲ្យនាងចង់មកជួបផាក់ឈីមនោះនាងចង់មកជួបផាក់ឈីមដោយសារតែប៉ុន្មានថ្ងៃនេះគាត់មិនដែលតាក់ទងមកកាន់នាងសោះតែវាបានធ្វើឲ្យនាងមានអារម្មណ៍មិនស្រួលនោះទេនាងពិតជាពិបាកចិត្តណាស់
ខណៈពេលដែលកំពុងតែដើរនោះសាំងសាន់បាននិយាយលងៗទៅកាន់យូគីជាច្រើននាងនិយាយថាបរិះដែលមានប្រាក់ទ្រព្យសម្បត្តិដូចជាផាស៊ីមនោះក៏ច្បាស់ជាមានស្រីដេញតាមជាច្រើនអ្នកហើយខណៈនោះដែរសាំងសាន់និងយូគីមានការភ្ញាក់ផ្អើលនៅពេលដែលបានឃើញវត្តមានរបស់ជាតបពីថ្ងៃនោះមកជាបានគិតថាផាក់ជីមចូលចិត្តនាងហើយជាកំពុងតែគិតថាតើនាងគួរតែធ្វើដូចម្តេចផាក់ជីមគឺជាមិត្តប្រុសរបស់យូគីនាងគួរតែនិយាយជាមួយនឹងផាក់ជីមអំពីរឿងនេះឲ្យបានច្បាស់ខណៈពេលដែលកំពុងតែគិតនោះសម្លេងយូគីបានធ្វើឲ្យជាភ្ញាក់ផ្អើលយូគីបាននិយាយទៅកាន់ជានិងបានសួរថាហេតុអ្វីបានជាសិស្សច្បងមកទីនេះក្រែងសិស្សច្បងបញ្ចប់ការសិក្សាហើយមែនទេលើសំណួររបស់យូគីជានិយាយថានាងកំពុងតែស្វែងរកផាក់ជីមឯងក៏មានការយល់ច្រឡំអីខ្ញុំរកផាក់ជីមដើម្បីពិភាក្សា business ជាមួយនឹងគាត់តែប៉ុណ្ណោះហើយនៅពេលដែលបានលើភ្លាមយូគីមានការងឿងឆ្ងល់ជាខ្លាំងនាងមានការងឿងឆ្ងល់ថាជាមានទំនាក់ទំនង business អ្វីជាមួយនឹងផាក់ជីមតាំងពីពេលណាទៅក្រែងសិស្សច្បងជាមិនចូលចិត្តផាក់ជីមមែនទេខណៈនោះដែរឡានទំនើបមួយក៏បានមកដល់ទីតាំងនោះផងដែរឆាវយូបានដើរចេញពីឡាននោះដែលវត្តមានរបស់នាងបានធ្វើឲ្យមនុស្សនៅជុំវិញនោះមានការភ្ញាក់ផ្អើលជាខ្លាំងពួកគេមានការសរសើរអំពីសម្រស់របស់នាងជាខ្លាំងយូគីនិងសាន់សាន់នៅពេលដែលបានឃើញឆាវយូភ្លាមពួកគេមានការសរសើរអំពីសម្រស់របស់នាងជាខ្លាំងចំណែកជានាងមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញវត្តមានរបស់ឆាវយូនៅពេលដែលបានឃើញជានាងបានដើរមកសួរជាអំពីទីតាំងរបស់ផាក់ជីមហើយនៅពេលដែលបានលើភ្លាមយូគីមានការងឿងឆ្ងល់និងបានសួរទៅកាន់ឆាវយូថាតើនាងមានទំនាក់ទំនងអ្វីជាមួយនឹងផាក់ជីមឆាវយូលើបែបនេះនាងមានការភ្ញាក់ផ្អើលនាងមិនបានឆ្លើយទៅកាន់យូគីទេប៉ុន្តែនាងបានសួរទៅកាន់យូគីវិញថាតើនាងមានទំនាក់ទំនងអ្វីជាមួយនឹងផាក់ជីមយូគីនៅពេលដែលបានលើបែបនេះនាងមិនសប្បាយចិត្តនោះទេពីព្រោះនាងដឹងថាឆាវយូម្នាក់នេះហើយគឺជានារីដែលជន់រូនិយាយអំពីនោះភាពតានតឹងក៏បានកើនឡើងនៅពេលដែលពួកគេទាំងពីរនាក់សម្លឹងមើលមុខគ្នាទៅវិញទៅមកសាន់សាន់ឃើញបែបនេះនាងបានឲ្យយោបល់ថាពួកយើងគួរតែស្វែងរកកន្លែងមួយដើម្បីនិយាយអំពីរឿងទាំងនេះកាត់មកឈុតនៅហាងកាហ្វេមួយកន្លែងនារីទាំង4នាក់អង្គុយមើលមុខគ្នាអស់រយៈពេលជាច្រើនមកក្រៅពីសាន់សាន់នារីទាំង3នាក់ទឹកមុខរបស់ពួកគេមានភាពតានតឹងជាខ្លាំងឆាវយូនៅពេលដែលបានឃើញគ្មាននរណានិយាយអ្វីបែបនេះនាងក៏បានសួរត្រង់ៗទៅកាន់យូគីថាតើនាងស្រឡាញ់ផាក់ជីមែនទេប្រឈមមុខជាមួយនឹងសំណួរត្រង់ៗរបស់ឆាវយូនោះយូគីមានការភ្ញាក់ផ្អើលជាខ្លាំងហើយនាងបានឆ្លើយប្រាប់ទៅកាន់ឆាវយូថាពិតមែនហើយខ្ញុំស្រឡាញ់ផាក់ជីមហើយផាក់ជីមគាត់ក៏មានចិត្តមកលើខ្ញុំដែរតើនាងមានបញ្ហាអ្វីមែនដែរឬទេលើភ្លាមឆាយូនិយាយថាមានចិត្តមកលើនាងមែនទេកុំនិយាយលេងសើចជាមួយនឹងខ្ញុំអីផាក់ជីមបានស្រឡាញ់ខ្ញុំអស់រយៈពេល5ឆ្នាំមកហើយនៅវិទ្យាល័យគាត់បានថែមទាំងមានចំនួនដើម្បីការពារខ្ញុំទៀតផងផាក់ជីមគាត់ស្រឡាញ់ខ្ញុំខ្លាំងណាស់មានផ្លូវដែលគាត់ចាប់អារម្មណ៍ទៅលើនាងនោះទេហើយនៅពេលដែលបានលើភ្លាមសាន់សាន់បាននិយាយការពារមកកាន់មិត្តភក្តិរបស់គេថាផាក់ជីមប្រហែលជាមិនចាប់អារម្មណ៍ទៅលើយូគីទេប៉ុន្តែផាក់ជីមបានផ្ដល់កាដូភីអាណូដែលមានតម្លៃ500លានយួនមកឲ្យយូគីនិងថែមទាំងផ្ទះវិឡាដ៏ប្រណិតមួយខ្នងទៀតផងនៅពេលដែលបានលើភ្លាមឆាវយូមានការភ្ញាក់ផ្អើលនាងបានដឹងហើយថាអាប៉ែដែលមានបញ្ហាខួរក្បាលដែលបានដេញថ្លៃភីអាណូមានតម្លៃ500លានយួននោះគឺជាផាក់ជីមហើយនៅពេលនោះឆាវយូគិតថាទោះបីជាយ៉ាងណាក៏ដោយនាងនឹងមិនចាញ់យូគីនោះទេគិតបែបនេះរួចឆាវយូបាននិយាយបង្អួនទៅកាន់ពួកគេវិញថាកាដូ500លានយួនវាពិតជាច្រើនណាស់ប៉ុន្តែផាក់ជីមបានផ្ដល់អាគារដែលមានតម្លៃ2000លានយួនមកឲ្យនាងហើយលើភ្លាមឆាវយូមានការងឿងឆ្ងល់នាងគិតថាតើឆាវយូគ្រាន់តែនិយាយកុហកមកកាន់នាងឬក៏ផាក់ជីមពិតជាបានផ្ដល់កាដូទៅកាន់នាងពិតមែនហើយខណៈពេលដែលកំពុងតែគិតនោះជាក៏បាននិយាយឡើងផងដែរថាផាក់ជីមក៏បានផ្ដល់ភាគយន្តវិនិយោគដែលមានតម្លៃ1000លានយួនមកឲ្យនាងផងដែរជាបានសុំទោសទៅកាន់យូគីដែលបានលូកដៃចូលទំនាក់ទំនងរបស់ពួកគេហើយខណៈនោះដែរបរិយាកាសនៅជុំវិញនោះមានភាពតានតឹងជាខ្លាំងហើយមួយសន្ទុះក្រោយមកយូគីក៏បានដកទូរស័ព្ទរបស់នាងដើម្បីតាក់ទងទៅកាន់ផាក់ជីមនាងនិយាយថានាងត្រូវតែសួរផាក់ជីមឲ្យបានច្បាស់ហេតុអ្វីបានជាគាត់ក្បត់នាងបែបនេះប៉ុន្តែដល់ពេចនោះនាងចាំថានាងមិនមែនជាមិត្តស្រីរបស់ផាក់ជីមនោះទេផាក់ជីមមិនដែលនិយាយអំពីទំនាក់ទំនងស្នេហាជាមួយនឹងនាងនោះទេហើយនៅពេលដែលបានលើភ្លាមឆាវយូក៏បាននិយាយឡើងដែរថាពិតមែនហើយផាក់ជីមមិនដែលនិយាយអំពីទំនាក់ទំនងស្នេហារបស់ពួកគេនោះទេនៅពេលដែលខ្ញុំសាកសួរអំពីវាផាក់ជីមតែងតែដូរប្រធានបទចំណិចហើយសន្សនៅពេលដែលបានលើភ្លាមនាងគិតថាអបិផាក់ជីមនេះពិតជាឆ្លាតណាស់គេធ្វើបែបនេះក៏ព្រោះតែវានឹងអាចធ្វើឲ្យគេមានទំនាក់ទំនងជាមួយនឹងនារីដ៏ច្រើនក្នុងពេលតែមួយបានហើយនៅពេលនោះដែរឆាវយូមានការខឹងសម្បានឹងបានដើរចាក់ចេញពីទីនោះដើម្បីស្វែងរកផាក់ជីមនិយាយគ្នាឲ្យដឹងរឿងប៉ុន្តែដល់ពេលនោះសន្សក៏បានស្រែកបញ្ឈប់ឆាវយូសន្សនិយាយទៅកាន់ឆាវយូថាទោះបីជានាងរករឿងគេបញ្ឈប់ទំនាក់ទំនងជាមួយនឹងគេក៏ដោយផាក់ជីមមិនខាតបង់អ្វីនោះទេគេច្បាស់ជាស្វែងរកស្រីថ្មីតែជាមិនខានសន្សំបន្ថែមថាផាក់ជីមលេងសើចជាមួយនឹងអារម្មណ៍របស់មនុស្សស្រីពួកយើងគួរតែផ្ដល់មេរៀនទៅកាន់គាត់លើបែបនេះឆាយូនិយាយថាតើនាងគួរតែធ្វើដូចម្តេចហើយនៅពេលនោះសន្សំបាននិយាយមកកាន់ពួកគេទាំងអស់គ្នាថាផាក់ជីមប្រើប្រាស់ប្រាក់របស់គាត់ដើម្បីបោកបញ្ឆោតទៅលើនារីដូច្នេះពួកនាងគ្រាន់តែធ្វើពុតជាមិនដឹងរឿងអ្វីទាំងអស់និងបន្តចំណាយប្រាក់របស់គាត់ឲ្យកាន់តែច្រើនរហូតដល់គាត់ខ្សែធនហើយនៅពេលនោះគាត់នឹងលែងមានប្រាក់ដើម្បីបន្តសកម្មភាពព្រេតារីរបស់គាត់ទៀតហើយ